សហរដ្ឋអាមេរិកបានលោកដៃរុញទីក្រុងបាងកកឲ្យដោះលែងទាហានកម្ពុជាទាំង18នាក់ជាបន្ទាន់នេះបើតាមការចុះផ្សាយរបស់កាសែត Reuters នៅថ្ងៃនេះបន្ទាប់ពីមានការចុះកិច្ចព្រមព្រៀងសន្តិភាពរួចមកនៅក្នុងកិច្ចព្រមព្រៀងនោះក៏មានខដាក់ថាភាគីថៃត្រូវតែដោះលែងនៅទាហានកម្ពុជាដោយមិនរារែកមិនអល់ឯកប៉ុន្តែមកដល់ថ្ងៃនេះក៏ខាងភាគីថៃមិនទាន់មានការដោះលែងទាហានកម្ពុជាយើងទាំង18រូបដែរហើយថ្ងៃនេះគឺកាសែត The Reuters បានចុះផ្សាយពាក់ព័ន្ធជាមួយនឹងសហរដ្ឋអាមេរិកបាទគឺសហរដ្ឋអាមេរិករំពឹងថាប្រទេសថៃនឹងធ្វើការជាមួយនឹងប្រទេសកម្ពុជាដើម្បីចាប់ផ្ដើមដោះលែងទាហានចំនួន18នាក់ជាបន្ទាន់នេះបើយោងតាមមន្ត្រីជាន់ខ្ពស់របស់ក្រសួងការបរទេសមួយរូបបាននិយាយការអំពីថ្ងៃច័ន្ទបន្ទាប់ពីមេដឹកនាំនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានពង្រឹងកាលថ្ងៃអាទិត្យនៅចំពោះមុខប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោកដូណាល់ត្រាំបាទអញ្ចឹងគឺនេះគឺខាងសេតវិមានបានឆ្លើយមកបន្ទាប់ពីឃើញខាងភាគីថៃហ្នឹងគឺមិនទាន់គោរពកិច្ចសន្យាហើយខាងភាគីកម្ពុជាយើងហ្នឹងគឺមានការដកអាវុធធុនធ្ងន់អីចេញជាបដាហើយប៉ុន្តែខាងភាគីថៃគឺនៅតែមិនទាន់ដោះលែងដោយនៅរារែកអល់ឯកនៅមានលេះកិច្ចកប់អីបន្ថែមទៀតអញ្ចឹងទៅអញ្ចឹងបើនៅថ្ងៃបាទនៅក្នុងកិច្ចប្រជុំអាស៊ានថ្ងៃទី26ខែតុលាឆ្នាំ2025គឺលោកនាយករដ្ឋមន្ត្រីអនុทิនឆានវីរៈគុលនិងនាយករដ្ឋមន្ត្រីថៃនិងនាយករដ្ឋមន្ត្រីកម្ពុជាបានចុះហត្ថលេខាលើសេចក្តីប្រកាសរួមមួយដែលគូសបញ្ជាក់ពីក្របខ័ណ្ឌសម្រាប់សន្តិភាពនិងការបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសជិតខាងទាំងពីរពិធីចុះហត្ថលេខានេះគឺបានធ្វើឡើងនៅទីក្រុងកូឡាឡាំពួរដោយប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីអាន់វ៉ាអ៊ីប្រាហ៊ីមដែលបច្ចុប្បន្ននេះគឺជាប្រធានអាស៊ានបានចូលរួមធ្វើជាសាក្សីសេចក្តីប្រកាសនេះគឺត្រូវបានធ្វើឡើងក្រោមលក្ខខណ្ឌថាកម្ពុជាទទួលយកសំណើសំខាន់ចំនួន4ពីប្រទេសថៃការដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែនការបោះសម្អាតមីនការបង្ក្រាបប្រតិបត្តិការឆបោកបទបញ្ញត្តិតំបន់ព្រំដែនកិច្ចព្រមព្រៀងនេះគឺឆ្លុះបញ្ចាំងអំពីការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងរដ្ឋាភិបាលថៃនិងក្រសួងការបរទេសនិងកងកម្លាំងបដាអាវុធជាពិសេសតាមរយៈយន្តការទ្វេភាគីទាំងពីរគឺគណៈកម្មាធិការព្រំដែនរួមបាទថៃកម្ពុជា JBC និងគណៈកម្មាធិការព្រំដែនទូទៅ GBC បាទហើយបើតាមនាយករដ្ឋមន្ត្រីថៃលោកអនុทิនបានធានាដល់សាធារណជនថាសេចក្តីប្រកាសរួមនេះមិនមានប្រការណាមួយដែលនឹងធ្វើឲ្យប្រទេសថៃស្ថិតនៅក្នុងស្ថានភាពមិនអំណោយផលនោះទេលោកបានមានប្រសាសន៍ថានេះមិនមែនជាសញ្ញាទេនេះមិនមែនជាសន្ធិសញ្ញាទេហើយវាក៏មិនតម្រូវឲ្យមានការយល់ព្រមពីសភានោះដែរវាត្រូវបានគ្រប់គ្រងឡើងដោយគណៈរដ្ឋមន្ត្រីហើយការបម្រើជាផែនទីបង្ហាញផ្លូវឆ្ពោះទៅរកសន្តិភាពលោកបានបន្ថែមថាការអនុវត្តនឹងចាប់ផ្ដើមដោយកម្ពុជាបានចាត់វិធានការដំបូងបន្ទាប់មកថៃនឹងវាយតម្លៃនិងបន្តតាមនោះលោកអនុทิនបានសង្កត់ថានឹងមិនមានការបើកព្រំដែនគ្មានការសម្បទានដីនិងគ្មានការបើកប្រើប្រាស់ផែនទី1លើ20ម៉ឺនទេថៃមិនត្រូវបានចងដោយលក្ខខណ្ឌបែបនេះទេបាទនេះតាមកាសែត The Nation របស់ថៃបានចុះផ្សាយអញ្ចឹងរហូតមកដល់ថ្ងៃនេះគឺទាហានកម្ពុជាយើងមិនទាន់បានដោះលែងទេហើយមួយរយៈនេះឃើញថាខាងសហរដ្ឋអាមេរិកគឺបានជួយសម្របសម្រួលច្រើនតាំងពីសម្របសម្រួលឲ្យមានបទឈប់បាញ់រួមទាំងសម្របសម្រួលឲ្យមានកិច្ចព្រមព្រៀងសន្តិភាពមួយនេះបាទប៉ុន្តែគឺខាងភាគីថៃវិញមិនទាន់បានគោរពទេបាទមិនទាន់បានគោរពទេយើងឃើញដំណឹងពាក់ព័ន្ធជាមួយនឹងការដកអាវុធអីហ្នឹងគឺមិនទាន់មានទេប៉ុន្តែខាងកម្ពុជាយើងគឺដកបដាហើយបាទគឺបើតាមដំណឹងមកគឺមកពីកិច្ចប្រជុំហ្នឹងគឺយើងចាប់ផ្ដើមដកទាំងយប់បាទហើយមានអ្នកអង្កេតការអាស៊ានបាទ
កាលពីមុនយើងមានអ្នកអង្កេតការ IoT ឥឡូវនេះគឺយើងមានអ្នកអង្កេតការអាស៊ានវិញបាទគឺ AOT ហើយបានអង្កេតការបានមើលពាក់ព័ន្ធជាមួយនឹងអាវុធធុនធ្ងន់ហ្នឹងគឺបានដកពីតំបន់ចំនួនឬក៏តំបន់ព្រំដែនហ្នឹងមកទីតាំងគេហៅថាទីតាំងសមរម្យទីតាំងសុវត្ថិភាពលែងមានការប៉ះទង្គិចគ្នាអញ្ចឹងណាអញ្ចឹងនេះក៏បង្ហាញថាខាងថៃបាទខាងថៃហ្នឹងគឺមិនទាន់មានភាពច្បាស់លាស់បាទនៅកលិចកលុចនៅកិច្ចកុកច្រើនហើយអាមេរិកនេះក៏មើលឃើញដែរបាទពេលនេះគឺអាមេរិកមើលឃើញហើយអំពីចរិតកិច្ចកុករបស់ថៃឬក៏ហៅនិយាយថាបាតដៃខ្នងដៃរបស់ថៃបាទគឺមានការប្រកាសចេញដោយសង្ឃឹមថានឹងមានការដោះលែងនាយកទាហានរបស់កម្ពុជាយើងទាំង18រូបហើយនៅក្នុងនោះគឺដាក់ថាដោះលែងជាបន្ទាន់តែម្ដងហើយនេះគឺកាសែត Reuters បានចុះផ្សាយតែម្ដងបងប្អូនទាំងគ្នាបាទអញ្ចឹងបើតាមដឹងមកគឺទាហានកម្ពុជារបស់យើងគឺបានត្រូវគេហៅថាល្បិចរបស់ថៃប្រើល្បិចដើម្បីចាប់ទៅនឹងគឺ3ខែហើយបងប្អូនទាំងគ្នាដែលទាហានទាំងអស់ហ្នឹងបានឃ្លាតឆ្ងាយពីក្រុមគ្រួសារអំពីសាច់ញាតិបាទអំពីប្រទេសទឹកដីកំណើតរបស់ខ្លួនណាអញ្ចឹងនេះគឺត្រូវតែមានមួយជំហានដើម្បីដោះស្រាយភាពតានតឹងរវាងកម្ពុជានិងថៃអត់អាចនឹងអញ្ចឹងបានទេហើយនាយករដ្ឋមន្ត្រីអនុទិននៅថ្ងៃច័ន្ទហ្នឹងក៏គាត់បាននិយាយបដិសេធជាមួយនឹងការអះអាងថាលោកនឹងមិនចង់និយាយថារដ្ឋាភិបាលរបស់លោកនឹងបើកច្រកព្រំដែនកម្ពុជាឡើងវិញនៅខែក្រោយដោយសង្កត់ធ្ងន់ថាយ៉ាងហោចណាស់មានជំហានចំនួន4ដែលបានគូសបញ្ជាក់នៅក្នុងសេចក្តីប្រកាសរួមត្រូវតែបញ្ឈប់មុនពេលទំនាក់ទំនងធម្មតាបានបន្តឡើងនេះបើតាមដំណឹងមកគឺខែ1បាទដើមខែ1ហ្នឹងគឺមានការបើកច្រកព្រំដែនប៉ុន្តែខាងថៃវិញគឺថាការបើកច្រកព្រំដែននេះគឺដោយសារតែក៏ត្រូវកម្ពុជាអនុវត្តមួយចំនួនដែរហ្នឹងហើយអញ្ចឹងនៅខាងថៃនោះគឺមានខាងក្រមជ្រុលនិយមដែលរុញច្រានមិនចង់ឲ្យកម្ពុជានិងថៃត្រូវគ្នាទេបាទមិនចង់ឲ្យកម្ពុជានិងថៃត្រូវគ្នាទេមិនចង់ឲ្យមានការបើកច្រកព្រំដែនទេនិយាយទៅគឺថាចង់កាត់កាលគ្នារហូតតែម្ដងណាសម្រាប់ចំណែកខាងកម្ពុជារបស់យើងបាទប្រជាជនយើងគឺតាមឋានៈដឹកនាំទេហើយប្រជាជនយើងក៏មិនចង់ឲ្យបើកព្រំដែនដែរបាទនិយាយទៅគឺមិនចង់ប្រើប្រាស់ទំនិញថៃដែរប៉ុន្តែយើងក៏នឹងគោរពទៅតាមឋានៈដឹកនាំដែរបាទពីព្រោះថាប្រទេសនៅលើពិភពលោកនេះគឺត្រូវតែទំនាក់ទំនងគ្នាកុំថាឡើយប្រទេសជិតខាងគឺប្រទេសនៅលើពិភពលោកទាំងអស់គឺត្រូវតែទំនាក់ទំនងគ្នាអាហ្នឹងគឺសម័យនេះអត់ដូចសម័យមុនទេណាបាទសម័យមុនគឺបិទរស់នៅតែក្នុងប្រទេសឯងបានបាទឥឡូវនេះគឺអត់បានទេបើអ្នកឯងបិទគឺថាប្រទេសនឹងជួបគេហៅថាសេដ្ឋកិច្ចវាអត់រីកចម្រើនណាតែសេដ្ឋកិច្ចរីកចម្រើនប្រជាជនក្រប្រជាជនលំបាកគឺមេដឹកនាំហ្នឹងគឺពិបាកដែរហើយអញ្ចឹងបើសិនជាកលេចទៅមើលមេបញ្ជាការតំបន់កងទ័ពទី1កាលពីថ្ងៃច័ន្ទបានបដិសេធថាខ្លួនមិនបានទទួលបញ្ជាពីរដ្ឋាភិបាលណាមួយដើម្បីបើកច្រកព្រំដែនឡើងវិញនៅក្នុងខេត្តស្រះកែវនៅឡើយទេឧត្តមសេនីយ៍វយុសលួងសវណ្ណមេបញ្ជាការតំបន់កងទ័ពទី1បានឆ្លើយតបទៅនឹងការអះអាងរបស់សកម្មជនអ្នកនយោបាយវីរ៉ាស៊ុបខ្វាំងគិតបាទគាត់អានឹងសិតតែជាអ្នកអំផុសអំផុលហើយបាទអ្នកអំផុសអំផុលអញ្ចឹងខាងមេតបហ្នឹងគឺថាខាងមេតបទី1កងទ័ពទី1ហ្នឹងគឺបានប្រាប់ថាខាងរដ្ឋាភិបាលថៃហ្នឹងគឺមិនទាន់មានបានបញ្ជាឲ្យគេបើកច្រកព្រំដែននៅឡើយទេនិយាយទៅគឺថាវេទនាមែនតែនតែម្ដងបាទខាងភាគីថៃនេះគឺពិបាកអញ្ចឹងបានថៃចូលចិត្តធ្វើការទ្វេភាគីដើម្បីអីងាយស្រួលត្រឡប់ត្រឡិនអញ្ចឹងទៅដើម្បីបាទធ្វើម៉េចឲ្យតាថាបានចំណេញពីកម្ពុជាប៉ុន្តែសារនេះគឺថៃហាក់បីដូចជាចូលសងយើងច្រើនដោយសារតែថៃចង់បានតែ2នាក់ដោះទោះទល់គ្នាទេប៉ុន្តែឥឡូវយើងមានភាគីទី3មានភាគីទី4ទី5រហូតដល់អាស៊ានអីគឺបានដឹងឮតែម្ដងបាទពីព្រោះថាក្រោមការសម្របសម្រួលរបស់ប្រធានអាស៊ានគឺលោកអាន់វ៉ាអ៊ីប្រាហ៊ីមហ្នឹងឥឡូវហ្នឹងគឺថានេះមិនសំបីតាប្រធានាធិបតីអាមេរិកជាអ្នកចុះ
ហត្ថលេខាធ្វើសាកសីហ្នឹងថៃនៅកន្លែងកន្លុចអញ្ចឹងណាបងប្អូនហើយចុះតម្រាំតែមិនមែនជានាយករដ្ឋមន្ត្រីមិនមែនជាប្រធានាធិបតីអាមេរិកទៀតមិនដឹងថាយ៉ាងណាទៅអញ្ចឹងនេះគឺជាព័ត៌មានបច្ចុប្បន្នភាពហើយនឹងខ្ញុំបង្ហាញបើសិនជាមានអីថ្មីទៀតខ្ញុំនឹងបន្ថែមបង្ហាញចែកជូនបងប្អូនបានទស្សនាអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូនេះពីដើមដល់ចប់បាទជំរាបលា